ខ្ញុំជឿថាបងប្អូនអ្នកនេះប្រកាសជាស្គាល់ហើយគាត់ម្នាក់នេះ Gordon Ramsay ទោះជាអ្នកទាំងអស់គ្នាចេះធ្វើម្ហូបឬក៏មិនចេះធ្វើម្ហូបក៏ដោយក៏ធ្លាប់មើលវីដេអូគាត់ពីមុនមកដែរហើយគាត់ម្នាក់នេះគឺស្រឡាញ់ឡានមែនតើអ្នកគ្នាឃើញតែគាត់ធ្វើម្ហូបចេះណាប៉ុន្តែ collection ឡានរបស់គាត់គឺច្រើនខ្លាំងមែនតើសុទ្ធតែឡាន special ហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំលើកឡានមកមួយដែលគាត់ទំតែ add ចូល collection របស់គាត់នេះគឺជា Aston Martin Valhalla ដែលជាកូនពៅរបស់ Aston Martin Valkyrie ឡាននេះទើបតែចេញនៅខាងក្នុងឆ្នាំ2026នេះទេក្នុងផលិតកម្មហើយវាមានចំនួនត្រឹមតែ999តែប៉ុណ្ណោះនៅលើពិភពលោក Valhalla នេះគឺជាឡានមួយដែល set standard ដាច់តែម្ដងរវាង Supercar ហើយនិង Hypercar ឡាននេះដែរបើយើងគិតទៅវាជាឡាន mid engine car លក្ខណៈ Hypercar របស់ Aston Martin រូបរាងរបស់វាមានការប្រែប្រួលច្រើនតាំងពីចេញ concept រហូតមកដល់ final production car បងប្អូនអរគ្នាមើលផ្នែកខាងមុខអ្នកនរមើលតែផ្នែកខាងក្រៅចេះគឺមិនសូវជារាងកាយប៉ុន្មានទេប៉ុន្តែបើសិនជាអ្នកនរមើលវីដេអូនេះដល់ចប់បានយល់ថាឡានមួយនេះពិតជាពិសេសមែនជាចំណុចចាប់ផ្ដើមឡានមួយនេះភ្ជាប់មកជាមួយនឹងម៉ាស៊ីន 4.0 លីត្ររបស់ Mercedes AMG GT Black Series ដែលជាម៉ាស៊ីនមួយដែលផលិតកម្លាំងបានខ្លាំងមែនទែនហើយសម្រាប់ឡាន Valhalla នេះគឺមានការផ្លាស់ប្ដូរ component ជាច្រើនទើបធ្វើឲ្យម៉ាស៊ីនមួយនេះផលិតកម្លាំងបានរហូតដល់800 horsepower បូកជាមួយនឹង motor អគ្គិសនី2ទៀតនៅកង់ផ្នែកខាងមុខអាចចំណុចមួយនេះគឺឆ្លាតមែនទែនអ្នកសម្រាប់ Aston Martin ណាម៉ាស៊ីនសាំង800សេសម៉ាស៊ីនអគ្គិសនី200សេសខ្ញុំនិយាយថា motor 2នៅកង់ខាងមុខនេះឆ្លាតនេះអ្នកដោយសារតែ Aston Martin ប្រើ motor អគ្គិសនីដើម្បីធ្វើ torque vectoring អ្នកនេះ torque vectoring នេះគឺជួយការបើកបររបស់ឡានយើងគឺមានលំនឹងល្អមែនតើនៅលើផ្លូវកោងនិយាយពីឡានមួយនេះផលិតកម្លាំងបានរហូតដល់1000 horsepower ឯណាណោះពី0ទៅ100ប្រើពេលត្រឹមតែ 2.5 second ទេហើយកុងទ័រ make វិញណាលើសពី330 គីឡូម៉ែត្រក្នុង1ម៉ោងទៅទៀតលឿនខ្លាំងណាស់អ្នកនរគ្នាតែឡានមួយនេះវាជាប្រភេទឡាន hybrid អញ្ចឹងហើយឡានមួយនេះក៏អាចបើកតែអគុយសុតក៏បានដែរនិយាយពីផ្នែកខាងមុខរបស់វាមើលមករៀងធម្មតាសាបក៏ពិតមែនប៉ុន្តែអ្នកនរគ្នាយើងអាចវាយតម្លៃឡានតែផ្នែកខាងក្រៅបានទេឡានមួយនេះបើសិនជានៅខាងក្រោមរូបរាងរបស់វានេះអ្នកនរគឺប្រើសិតតែ component របស់ឡានប៉ុណ្ណឹងទាំងអស់ technology យកមកពីឡាន Formula 1ក៏ដូចជាឡានបងធំរបស់ខ្លួន Valkyrie ផងដែរវាប្រើសិតតែ push rod suspension តែប្រព័ន្ធបូមបែបនេះគឺមានតែនៅលើឡាន Hypercar របៀប track focus ខ្លាំងមិនងាយមានទេនៅលើឡាន Hypercar ធម្មតាបើនិយាយអំពី carbon fiber វិញគឺវាមានសឹងតែគ្រប់កន្លែងទៅហើយតាំងពីសាក់ស៊ីក៏ carbon តួខាងក្រៅមាន option យក carbon សុទ្ធក៏មានចង់បានបាញ់ទឹកថ្នាំពីលើកបោនក៏មានដែរហើយចូលមកផ្នែកខាងក្នុងនេះវិញនេះអូកបោនគឺច្រើនខ្លាំងមែនតើឡានមួយនេះគឺជាឡានផ្ដោតទៅលើ driver ឬក៏ផ្ដោតទៅលើទីលានប៉ុណ្ណឹងប៉ុន្តែមិនសូវជា extreme ដល់លក្ខណៈ Valkyrie ទេអ្នកនរដែលធ្លាប់ឃើញវីដេអូរបស់ Valkyrie ក្នុងអ៊ីនធឺណិតប្រកាសជាយល់ហើយ Valkyrie គឺបើកតតែត្រូវតែពាក់កាសហ្មងព្រោះឡានហ្នឹងគឺថ្លង់ខ្លាំងពេកប៉ុន្តែ Valhalla នេះលក្ខណៈយើងយកមកប្រើប្រាស់នៅខាងក្នុងក្រុងក៏បានបើកទៅលើទីលានប៉ុណ្ណឹងក៏បានអានឹងរបៀបដូច GT3 RS អញ្ចឹងណាអ្នកនរបើថា target ធំរបស់ក្រុមហ៊ុនគឺការផលិតឡានមួយនេះមកដើម្បីប្រកួតប្រជែងជាមួយនឹង flagship ធំរបស់ក្រុមហ៊ុនមួយចំនួនធំដូចជា Lambo Ferrari ដែលមានឡាន1000សេសដូចគ្នាមានដូចជា Rivalto ឬក៏ SF90 នេះឯងប៉ុន្តែជាក់ស្ដែងទៅអ្នកនរឡានមួយនេះគឺមាន limited production ហើយកម្លាំងរបស់វាក៏ខ្លាំង track focus ក៏ខ្លាំងជាងឡានដែលជាដៃគូប្រកួតនឹងទៀតនិយាយចំទៅវាស្ថិតនៅខាងក្នុង category របស់ Hypercar បាត់ទៅហើយអត់មាន Supercar ទេតាំងតម្លៃក៏ថ្លៃទាំងចំនួនក៏មានកំណត់ហើយ technology ក៏ខុសពីឡានធម្មតាផងដែរតម្លៃរបស់វាមានការចាប់ផ្ដើមដំបូងគឺ$1លានឬក៏$80,000ទៅតាម spec ដែលយើង spec ប៉ុន្តែបើសិនជាបងប្អូននេះជាប់ឈ្មោះក្នុងការទិញឡានមួយនេះហើយចាំមើលនៅលើទីផ្សារទៅគឺដឹងតែលក់ចេញមកវិញគឺថ្លៃលើសនឹងតែម្ដងឡានមួយនេះឥឡូវហ្នឹងគឺមិនសូវមានច្រើនទេដូច្នេះហើយអ្នកនរឃើញ Gordon Ramsay ជីបែបនេះគឺពិតជាអស្ចារ្យណាស់ដែលគាត់ជាភ្ញៀវ customer ដំបូងរបស់ Aston Martin ណាបងប្អូនអ្នកយល់យ៉ាងណាដែរចំពោះឡាន Aston Martin Valhalla មួយនេះមានមតិអាច comment នៅផ្នែកខាងក្រោមនេះបានស្រឡាញ់ឡានកុំភ្លេច follow ម្នាក់មួយ